ធាតុទឹកឆាស្ថិតនៅភូមិថ្មដាឃុំបឹងណាយនិងភូមិថ្មីឃុំក្រូចស្រុកព្រៃឈរមានចម្ងាយ39គីឡូម៉ែត្រពីទីរួមខេត្តចូលពីផ្លូវជាតិ13គីឡូម៉ែត្រត្រឹងភូមិក្រូចត្រូវបែកចេញពីផ្លូវខេត្តបត់ទៅស្ដាំតាមផ្លូវសសៀបណ្ដោយប្រឡាយទឹក5គីឡូម៉ែត្រទើបទៅដល់ព្រះធាតុទឹកឆានោះប្រាសាទព្រះធាតុទឹកឆាកសាងឡើងក្នុងគ្រិស្តសករាជ1005ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី4ការកសាងប្រាសាទនេះគឺរៀបចំដោយលោកជង្ខាលចង្ខលៈឬបណ្ឌិតលក្ខបិនដែលកន្លែងនោះហៅថាសិទ្ធិបុរយក្សនៅទីនោះមានប្រាសាទធំមួយដែលតម្កល់រូបលេងនៅចំកណ្ដាលមានឈ្មោះថាស្រីភត្រេស្វរៈនិងទេវរូបពីរអង្គសងខាងដែលមួយមានឈ្មោះថាប្ររមេស្វរៈនិងមួយទៀតឈ្មោះសរេស្វតតិនិងចំពីមុខមានគុហាមួយទៀតជាទេវស្ថានដែលមានទំហំតូចនៅក្នុងរមណីយដ្ឋានព្រះធាតុទឹកឆាមានប្រាសាទតូចៗរហូតដល់551ប្រាសាទមានទាំងពុទ្ធសាសនានិងព្រហ្មណ៍សាសនាព្រះបាទសូរ្យវរ្ម័នទី1ព្រះអង្គទ្រង់ប្រោសព្រះរាជានុញ្ញាតតាមការស្នើសុំព្រមទាំងប្រទាននៃទ្រព្យសម្បត្តិជាច្រើនទៀតដើម្បីជាមធ្យោបាយក្នុងការកសាងនេះផងបណ្ឌិតចង្ខាលឬលក្ខបិនត្រាចាប់ធ្វើកិច្ចការស្ថាបនានេះឡើងតាមកម្លាំងព្រះរាជាទ្រព្យនិងតាមប្រាជ្ញារបស់លោកក្នុងការបញ្ចូលរកជំនួយអំពីអ្នកស្រុងលុះត្រាតែបានរួចស្រេចតាមគម្រោងដែលដាក់ថ្វាយព្រះរាជានៅក្នុងប្រាសាទធំមានតម្កល់រូបសេវលៀងចំកណ្ដាលសន្មតនាមថាស្រីភត្រេស្វរៈនិងទេវរូបពីរអង្គសងខាងមួយនាមថាបរមេស្វរៈមួយទៀតនាមសារស្វតិនៃចំពីមុខទិសខាងកើតមានគុហាមួយទៀតជាទេវស្ថានមានទំហំតូចដែលសពថ្ងៃគេឃើញថ្មឆ្លាក់គោជាកំណរកប់ក្នុងព្រៃក្បែរប្រឡាយទឹកជ្រក់មានតែស៊ុំទ្វារមួយនៅសល់គ្រាន់ជាការបង្ហាញហេតុតែប៉ុណ្ណោះស្ថាបត្យករបានចាត់ការជីកស្រះមួយយ៉ាងធំទូលាយនៅចំហៀងខាងស្ដាំប្រាសាទឲ្យឈ្មោះថាលក្ខសិន្ទ្រដាហើយប្រតិស្ថានលិង្គមាសមួយតម្កល់នៅកណ្ដាលស្រះផងនៅជុំវិញបរិវេណនេះមានការរៀបចំជាស្រុកភូមិមួយយ៉ាងស្ទប់ស្ទំដោយប្រមូលអ្នកស្រុកជិតខាងឲ្យមកនៅជួបជុំគ្នាក្នុងសម័យនោះដូច្នេះបរិយាកាសក្រុងថ្មីនេះក៏មានភាពអឹកធឹកឡើងក្រោយពីការរៀបចំរួចហើយលក្ខសិន្ទ្របណ្ឌិតបាននាំយកព័ត៌មាននោះទៅក្រាបបង្គំទូលព្រះបាទសូរ្យវរ្ម័នព្រះអង្គទ្រង់យាងប្រារព្ធពិធីសម្ពោធទីកន្លែងនេះដល់មហោឡារិកក្នុងកស1020ប៉ាន់ក្នុងពិធីសម្ពោធនោះព្រះរាជាទ្រង់បានប្រទាននូវធនធានជាប្រដាប់ប្រើប្រាស់មានពួកពលប្រះ29នាក់ដីស្រែនៅជុំវិញប្រាសាទនិងស្រះទឹកទាំងអស់ព្រមទាំងទីលានធំសម្រាប់ប្រកបពិធីឬជាគ្រឿងលម្អទុកជាទ្រព្យផ្ទាល់នៃព្រះគុហានេះផងមិនតែប៉ុណ្ណោះព្រះអង្គបានព្រះរាជប្រទាននាមទីកន្លែងនេះថាលក្ខសិន្ទ្រប្រធាតុដោយនិយមតាមនាមបណ្ឌិតជាអ្នកកសាងលុះចំណែកក្រែមកទៀតដោយសារការផ្លាស់ប្ដូរនៃរបបប្រវត្តិសាស្ត្រកន្លែងនេះបានក្លាយទៅជាកន្លែងសម្រាប់បូជាខាងសាសនាដោយសារតែពីរាជកាលស្ដេចមួយអង្គទៅមួយអង្គទ្រង់កាន់សាសនាផ្សេងគ្នាព្រះមហាក្សត្រអង្គខ្លះកាន់ព្រាហ្មណ៍សាសនាព្រះមហាក្សត្រអង្គខ្លះទៀតកាន់ពុទ្ធសាសនាហិណ្ឌាននិងអង្គខ្លះទៀតកាន់ពុទ្ធសាសនាមហាយានទេពនៅតំបន់ប្រាសាទព្រះធាតុទឹកឆានេះមានប្រាសាទតូចៗរហូតដល់ទៅ551ប្រាសាទដែលមានទាំងពុទ្ធសាសនានិងព្រហ្មសាសនាផងព្រមទាំងប្រាសាទសម្រាប់តម្កល់រូបសំណាកវីរបុរសដែលបានបូជាសច្ចាជូនជាតិទៀតផងសង្គ្រាមបានបំផ្លាញអ្វីទាំងអស់ធ្វើឲ្យប្រាសាទមួយចំនួនត្រូវបាក់បែកខ្ទេចខ្ទីប្រាសាទខ្លះត្រូវបានបាត់បង់ឈ្មោះរូបរាងនិងឈ្មោះទៀតផងបច្ចុប្បន្ននេះដោយមានការចូលរួមពីពុទ្ធបរិស័ទចិត្តឆ្ងាយនិងព្រះសង្ឃក្នុងវត្តបានខិតខំស្រាវជ្រាវរកទីកន្លែងឈ្មោះនិងទីកន្លែងគ្រឹះប្រាសាទចាស់ដើម្បីកសាងប្រាសាទនោះវិញ ប្រា
ប្រាសាទដែលមានពុទ្ធបរិស័ទកសាងនោះធ្វើឡើងពីឈើប្រក់ក្បឿងខ្លះទៀតធ្វើពីបេតុងតាមកន្លែងដែលធ្លាប់មានតាំងពីដើមមកសូមអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់បើពេញចិត្តវីដេអូនេះសូមអស់លោកអ្នកនាងជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូបន្តទៀតសូមអរគុណ